មួយរយៈនេះខ្ញុំឃើញគេល្បីថា Boost Strong ណាមានរង្វាន់ស្ត្រីក្មេងអញ្ចឹងអូយខ្ញុំចង់បានរង្វាន់ស្ត្រីក្មេងខ្លាំងមែនទេអញ្ចឹងហើយខ្ញុំមិនដែរផឹកទេ Boost Strong ណាលើកទី1ដែលខ្ញុំទិញផឹកតែសារតែខ្ញុំឃើញស្ត្រីអញ្ចឹងបងតាមដានមើលរង្វាន់អ្នកគ្នាថាត្រូវអីគេខ្លះអូយញាក់ភ្នែកចង់ញ៉ាំបបរគ្រឿងត្រីស្រែជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានេះខ្ញុំមកធ្វើបបរគ្រឿងត្រីស្រែញ៉ាំឃើញថាមួយរយៈហ្នឹងគឺថាសម្បូរត្រីស្រែមែនទែនចឹងហើយខ្ញុំក៏បានត្រូវទៅផ្សារទិញត្រីផ្ទក់ហ្នឹងត្រីស្រែទីបងប្អូន1គីឡូឡើង18,000ជំហានដំបូងខ្ញុំបំពងខ្ទឹមសិនបងប្អូនហើយនេះអង្គយើងលាងទឹកឲ្យស្រស់អញ្ចឹងណាឬហើយយកមកឆាប៉ុន្តែខ្ញុំបំពងខ្ទឹមមុនសិនហើយខ្ទឹមយើងបំពងទុកដាក់ជាមួយបបរគ្រឿងយើងនឹងឯងហើយនេះយីហឺហើយប៊ីហ្នឹងយើងទុកដាក់លាយជាមួយបបរដើម្បីឲ្យមានរសជាតិឆ្ងាញ់សម្រាប់ខ្ទឹមបំពងគឺយើងបំពងទុកដាក់ជាមួយបបរផងទុកឆាជាមួយអង្ករផងហើយខ្ទឹមបំពងយើងចង់ឲ្យបំពងឲ្យល្អកុំខ្លោចយើងដាក់ខ្លាញ់ឲ្យក្តៅជាមុនសិនរួចហើយឃើញថាខ្ទឹមវាឡើងរាងលឿងហើយយើងបន្ថយគេឲ្យនៅតូចបងប្អូនរួចហើយយើងបន្ថយគេទៅបើយើងកូរទៅកូរមកសធុះទៅខ្ទឹមយើងវាឡើងក្រហមអត់ខ្លោចអញ្ចឹងណាបន្ទាប់មកទៀតខ្ញុំក៏បានដួសខ្ទឹមបំពងនឹងឯងទុកឲ្យឡែកសិនខ្ញុំចាប់ផ្ដើមឆាអង្ករម្ដងបងប្អូនបបរគ្រឿងណាយើងឆាអង្ករបានបបរយើងឆ្ងាញ់ហើយបបរយើងហូបទៅវានៅសាច់អង្ករដុំល្មូនអញ្ចឹងណាបងប្អូនឯងនេះហើយខ្ញុំឆាអង្ករសិនអង្ករបងប្អូនលៃទៅតាមសមាជិកបងប្អូនមានប្រហែលនេះបងប្អូនបបរទៅតាមនឹងទៅកន្លះកំប៉ុង1កំប៉ុង2កំប៉ុងក៏បាននឹងតាមសមាជិកយើងអញ្ចឹងណានឹងឯងហើយសម្រាប់អង្ករដែលយើងឆាគឺយើងដាក់គ្រឿងក្រៅឲ្យហើយស្រេចមកអំបិលប៊ីចេងទឹកត្រីទឹកស៊ីអ៊ីវម្សៅស៊ុបរ៉ូឌីអីនឹងឯងហើយស្ករយើងចាំដាក់តាមក្រោយណាព្រោះអីស្ករយើងដាក់តាមក្រោយក៏បានអញ្ចឹងហើយខ្ញុំបានដាក់ម្សៅស៊ុបរ៉ូឌីហើយខ្ញុំក៏បានកូរអង្ករនេះឯងកូរទៅកូរមកឡើងឈ្ងុយដោយសារតែយើងឆាគ្រឿងហ្នឹងឲ្យឆាអង្ករហ្នឹងគឺយើងឲ្យវាចូលជាតិគ្រឿងហើយឆ្ងាញ់បន្ទាប់មកទៀតខ្ញុំក៏បានដាក់ស្ងោរត្រីផ្ទក់ហ្នឹងគឺខ្ញុំមកដាក់ស្ងោរទឹកហើយបើយើងដាក់អង្ករបបរទេប៉ុន្តែខ្ញុំស្ងោរផ្សេងយើងធ្វើអញ្ចឹងក៏បានដែរបងប្អូនដោយសារអីយើងកុំឲ្យវាមានក្លិនអីចឹងណាហ្នឹងហើយនេះត្រីផ្ទក់ខ្ញុំមួយហ្នឹងអស់10000បងប្អូនដោយសារត្រីស្រែថ្លៃខ្លាំងមែនទែនអ្នកនៅទីក្រុងដូចដឹងស្រាប់ហើយ1គីឡូជិត20000នោះហើយនេះហើយប៊ីយឺហ៊ឺខ្ញុំហាន់ចេះមកហាន់ទួយក៏បានបងប្អូនកុំធំពេកណាឥឡូវឃើញថាត្រីផ្ទក់ខ្ញុំបានដាក់ស្រស់ឆ្អិនហើយបងប្អូននេះហើយម្ទេសហ្នឹងខ្ញុំដាក់ជាមួយឲ្យដោយសារអីយើងចិញ្ច្រាំទុកញ៉ាំជាមួយបបរបន្ទាប់មកទៀតខ្ញុំដាក់ដាំទឹកហើយដាក់ជាមួយនឹងហើយប៊ីយឺហ៊ឺនឹងឯងយើងដាក់ដាំឲ្យពុះបានយើងដាក់បង់អង្ករដែលយើងបានឆាណាឥឡូវខ្ញុំបានដាក់អង្ករចូលហើយដាក់អង្ករចូលមកពេលដែលទឹកពុះចាំដាក់ហើយអង្ករហ្នឹងយើងឆាទៅវារៀងល្មុតជាបគ្នាអញ្ចឹងយើងកូរទៅកូរមកជ្រុំឲ្យបែកខ្ទេចអង្ករយើងថែមទឹកឲ្យច្រើនហើយមកដល់ពេលពុះយើងពុះទុកឲ្យយូរឲ្យអង្ករយើងរីកអញ្ចឹងណាបងប្អូនឯងហើយនេះបបរគ្រឿងខ្ញុំដោយសារតែត្រីខ្ញុំអត់បានដាក់ចូលទឹកម្ដងទេត្រីហ្នឹងយើងចង់ដាក់ចូលទឹកម្ដងក៏បានយើងចង់បេះខាងក្រៅក៏បានដែរដូចគេលក់អញ្ចឹងណាហើយបន្ទាប់មកទៀតខ្ញុំក៏បានបន្ថែមជាមួយខ្ទឹមបារាំងចំនួន1ផ្លែខ្ទឹមបារាំងយើងដាក់ឲ្យហើយមកមិនចាំបាច់ទើបតែអង្គយើងរីកទេយើងដាក់ឲ្យដើម្បីវាឆ្អិនល្អហើយត្រីផ្ទក់ហ្នឹងបើយើងចង់ដាក់ក្នុងបបរសាច់ក៏បានអត់ក៏បានដែរបងប្អូនអានឹងតាមតែចំណង់ចំណូលចិត្តទេណាហ្នឹងហើយនេះខ្ញុំមាននំបញ្ចុកចាស់ខ្វៃហើយគ្រឿងទេសខ្ញុំមានស្អីគេស្លឹកខ្ទឹមជីហើយនឹងសណ្តែកបដោះហ្នឹងខ្ញុំស្រស់ឲ្យឆ្អិនស្រេចទាំងម្ដងអញ្ចឹងណានេះហើយខ្ទឹមបំពងយើងអូលឹងតំណងបងប្អូននិយាយរួមទៅគឺគ្រឿងក្រៅវិញគឺដូចអ្នកលក់ហ្មងមកចាប់ហ្មងមានសពគ្រប់ហ្មងហើយនោះត្រីខ្ញុំបានស្ងោរឆ្អិនខ្ញុំដាក់ទុកដោយឡែកឲ្យត្រជាក់ដល់ពេលយើងញ៉ាំយើងបេះដាក់ទឹកដុំឆ្ងាញ់បងប្អូនខ្ញុំចូលចិត្តញ៉ាំបែបអញ្ចឹងវិញណាហើយនេះបបរគ្រឿងខ្ញុំគឺថាបានពុះឡើងខ្ជួលឡើងលើហើយបងប្អូននេះហើយពពុះសហ្នឹងខ្ញុំដុសចោលណាហ្នឹងឯងហើយពុះលងខ្ជួលខ្លាំងមែនទែនប៉ុន្តែវាអត់ទាន់ផុយអង្គទេខ្ញុំក៏បានភ្លក់មើលថាស្ទើរអីចឹងយើងបន្ថែមអំបិលបន្តិចសិនណាប៉ុន្តែកុំប្រៃពេកពួកអីយើងអាចថែមថយគ្រឿងទៅតាមក្រោយទៀតបានអញ្ចឹងហើយនេះបន្ទាប់មកទៀតខ្ញុំបានកូរឡើងខ្ញុំក៏បានដាក់គល់ស្លឹកខ្ទឹមហើយនឹងស្លឹកជីអាណាឬក៏អីគេហើយជីតាំងងោនេះខ្លះហើយជីអាណានេះខ្លះហើយជីតាំងងោបងប្អូន
នៅតាមតំបន់ខុសគ្នាឥឡូវបបរគ្រឿងខ្ញុំបានឆ្អិនហើយខ្ញុំក៏ចាប់ផ្ដើមដួសដាក់ចានហូបណាបងប្អូននេះកន្លះកំប៉ុងហ្នឹងខ្ញុំដាក់បបរតែកន្លះកំប៉ុងគ្នា2នាក់បងប្អូនទៅពេលចឹងហើយយើងខ្លាចហូបអត់អស់តែប៉ុណ្្នឹងគឺហូបអត់អស់ទេបងសួរបងប្អូនគ្នា welcome back មកទៀតហើយមកញ៉ាំជាមួយនឹងបបរត្រីហើយនេះគ្រឿងក្រៅសំខ្ញុំមានសណ្តែកបដោះម្រេចម្ទេសចិញ្ច្រាំស្លឹកខ្ទឹមជាអាណាហើយនឹងខ្ទឹមបំពងហើយសម្រាប់គឺយើងដាក់ឲ្យហើយក៏បានយើងចាំដាក់តាមក្រោយក៏បានហើយនេះខ្ញុំចូលចិត្តញ៉ាំជាងគេជាមួយនឹងបញ្ចុកអាខ្វៃខ្ញុំចូលចិត្តអញ្ចឹងខ្ញុំទិញមកឲ្យសពតែម្ដងតោះបងប្អូនហូបទាំងអស់គ្នាធានាថាលំដាប់ឆេបហ្មងណាឥឡូវយើងចាប់ផ្ដើមដាក់សាច់ត្រីមុនមកសាច់ត្រីហ្នឹងនូនត្រីស្រែបងប្អូនជាតិត្មងណាមើលនេះសាច់យើងដាក់ចំក៏បានយើងដាក់ឲ្យហើយក៏បានដែរសុំចាំដៃណាបងប្អូននេះស្ដាយដាក់ចឹងមកហើយបន្ទាប់មកទៀតសម្រាប់ស្លឹកខ្ទឹមយើងដាក់តាមក្រោយនេះដាក់រួចចឹងមកទឹកជីរួចហើយនេះខ្ទឹមបំពងនេះអូយឡើងរហូតដាក់ម្រេចមកទឹកម្ទេសតាមចំណង់ចំណូលចិត្តទេណាបងប្អូនដេមកហើយនឹងម្ទេសកញ្ច្រែងអូយនេះចូលចិត្តម្ទេសអីដាក់ណាក៏ដាក់មកនេះអូយហើយបន្ទាប់មកទៀតនេះសុំចាំដៃណាបងប្អូនកុំប្រកែប្រកាន់អីមកយើងច្បល់ចិនមកចាំឆាខ្វៃយើងដាក់ញ៉ាំតាមក្រោយក៏បានដែរបងប្អូននេះអូយមួយចាន5000មកបងប្អូនណាចង់ញ៉ាំខ្លះមកនេះអូយតំណងខ្លាំងតែ5000ទេបបរសាច់ត្រីហ្នឹងត្រីស្រែទៀតបងប្អូនអើយមួយខែហ្នឹងគឺ1គីឡូ18000ត្រីស្រែអូយនេះបងប្អូនញ៉ាំអញ្ចឹងក៏បានដែរនេះជាតិតំណងបងប្អូនមកបបរគ្រឿងណាឲ្យ10លើ10ដាក់ SO ចាញ់ចង់ផៅលំដាប់ឆេបគឺដឹងតែឆ្ងាញ់មិនយកលុយទេអូយហើយមើលសាច់ត្រីយើងធំអ៊ូហ្មងណាអើយមើលសាច់ត្រីយើងមកអត់ទាស់មួយរយៈនេះខ្ញុំឃើញគេល្បីថា Boostrong ណាមានរង្វាន់ស្ត្រីក្មេងអញ្ចឹងអូយខ្ញុំចង់បានរង្វាន់ស្ត្រីក្មេងខ្លាំងមែនទេអញ្ចឹងហើយខ្ញុំមិនដែរផឹកទេ Boostrong ណាលើកទី1ដែលខ្ញុំទិញផឹកតែសារតែខ្ញុំឃើញស្ត្រីអញ្ចឹងតាមដានមើលរង្វាន់អ្នកគ្នាថាត្រូវអីគេខ្លះអូយញាក់ភ្នែកអត់មើលទាំងអស់គ្នាបងប្អូនកុំព្រិចភ្នែកណាកុំទឿនអូរំលងវីដេអូនេះណាបងប្អូនវ៉ាស្ត្រីក្មេងមែនស្ត្រីក្មេង thank you bye bye